សម្ដេចតេជោហ៊ុនសែនសូមចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយបានមកដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិបានសរសេរលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី20ខែមិថុនាឆ្នាំ2025នេះថាទោះពេលវេលាបានកន្លងហួសរយៈពេល48ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ1977ទឹកភ្នែកខ្ញុំតែងតែស្រក់ចុះមកជាប់មិនដាច់សម្ដេចតេជោរៀបរាប់ថាពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យអ្វីនិយាយមិនបានយើងមានតែជីវិតប៉ុណ្ណេះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតបើសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោរំលឹកថាកាលគ្រានោះសម្ដេចយកជីវិតទៅបដូរនឹងការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅបដូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះបន្ថែមពីនេះគឺយកអំណាចទៅបដូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈប្រទេសការដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសម្ដេចតេជោមានប្រសាសន៍ថាសូមចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយសូមជម្រាបថាកាលពីថ្ងៃទី20ខែមិថុនានេះគឺជាខួបទី48ឆ្នាំសូមជម្រាបថាថ្ងៃទី20ខែមិថុនានេះគឺជាខួបលើកទី48ឆ្នាំ20មិថុនា1977ដល់20មិថុនាឆ្នាំ2025ជាថ្ងៃដែលសម្ដេចចាប់ផ្ដើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត